ចេញ OS5 ហើយតែហេតុអ្វីអត់មាន Model Pro តា DJI កំពុងលេងល្បិចអ្វីនៅឆ្នាំ2026នេះហើយតាមុខងារថ្មីនេះសមនឹងលុយបងប្អូនដែរឬទេតោះមកដឹងការពិតទាំងអស់គ្នានិយាយឲ្យត្រង់ទៅ DJI ហាក់ដូចជាដឹងខ្លួនហើយថាការចេញស៊េរីថ្មីលឿនពេកកាលពីមុនធ្វើឲ្យអ្នកប្រើប្រាស់ដូចជាពួកយើងតាមលែងតន់ដូច្នេះហើយទើបឆ្នាំ2026នេះគេបន្ថយល្បឿនបន្តិចដោយបញ្ចេញតែ model OS5 ធម្មតាមកសិនចំណែកឯ OS5 Pro វិញគឺស្ងាត់ឈឹងតែម្ដងប៉ុន្តែអ្វីដែលសំខាន់បន្ទាប់ពីបានកាន់ផ្ទាល់ដៃយើងក៏សម្គាល់ឃើញកំណែទម្រង់ធំ3ដែលបងប្អូនត្រូវដឹង 1. Intelligent Tracking Module តាមដានឆ្លាតវៃ 2. Fine Tuning Knob ប៊ូតុងបង្វិលសារ៉េលម្អិត 3. Electronic Sling Handle ដៃកាន់បញ្ជាអេឡិចត្រូនិកចំណុចទី1រូបរាងនិងការ design បើមើលមួយផ្លែត OS5 មិនសូវខុសពីមុនទេតែបើមើលឲ្យច្បាស់ដៃកាន់និងកន្លឺបឺតបើកត្រូវបានប្ដូរទៅជាពណ៌ខ្មៅដែលមើលទៅកាចនិងរឹងមាំជាងមុនចំណុចដែលប្លែកគឺទម្ងន់វាឡើងដល់ 1.44 គីឡូក្រាមស្ទើរតែស្មើ OS4 Pro ហេតុអ្វីធ្ងន់ជាងមុនគឺដោយសារតែ DJI បានបន្ថែម Fine Tuning Knob នៅលើអាក់ទាំង3នេះគឺជាក្តីស្រមៃរបស់អ្នកថតវីដេអូហើយពីមុនដាក់កាមេរ៉ាធ្ងន់គឺពិបាកថ្លឹងណាស់តែឥឡូវបងប្អូនគ្រាន់តែបង្វិលប៊ូតុងនេះតិចវានឹងរំកិលបានយ៉ាងជាក់លាក់និយាយរួមទៅគឺចំណេញពេលខ្លាំងជាងមុនឆ្ងាយចំណុចទី2 Intelligent Tracking Module ចូលដល់មុខងារពិសេសគឺ Intelligent Tracking Module វាប្រៀបដូចជាការបំពាក់ភ្នែកឲ្យ gimbal អញ្ចឹងបងប្អូនគ្រាន់តែគូសប្រអប់លើអេក្រង់វានឹងចាប់ផ្ដើមតាមដានមនុស្សឬវត្ថុភ្លាមទោះបីជាដើរឆ្ងាយ10ទៅ15ម៉ែត្រក៏ដោយប៉ុន្តែត្រូវចាំថាវាក៏មានចំណុចខ្វះខាតដែរដោយសារតែកែវរបស់ module នេះនិងកែវកាមេរ៉ានៅកន្លែងផ្សេងគ្នាវាអាចមានបញ្ហា parallax ឬគម្លាតរូបភាពជាពិសេសពេលប្រើ lens tele ឬ zoom លើសពី 3.5 មីលីម៉ែត្រមួយវិញទៀតមុខងារនេះមិនទាន់អាចប្រើជាមួយ mode FPV នៅឡើយទេចំណុចទី3ដៃកាន់និងថ្មចំណុចពិសេសចុងក្រោយគឺ Electronic Sling Handle វាភ្ជាប់ដោយចរន្តផ្ទាល់ដែលអនុញ្ញាតឲ្យយើងបញ្ជា joystick បានដោយដៃម្ខាងងាយស្រួលបំផុតសម្រាប់ប្លង់ទាបជំទួថាមពលវិញ OS5 ប្រើប្រាស់ថ្មថ្មី2150 mAh 2150 mAh នៅក្នុងការសាកល្បងជាក់ស្ដែងវាអាចឈរជើងបាំងប្រហែល12ម៉ោងពេញនិងការសាកថ្មវិញក៏លឿនដែរដោយប្រើពេលត្រឹមតែ1ម៉ោងប៉ុណ្ណោះសរុបមកជាមួយតម្លៃ $3,899 យួនប្រហែល$540នៅទីផ្សារក្រៅប្រទេសតើបងប្អូនយល់យ៉ាងណាដែរសម្រាប់ខ្ញុំ OS5 ផ្ដោតលើភាពងាយស្រួលនិងប្រសិទ្ធភាពការងារអ្នកថតសុទ្ធសាធតែបើបងប្អូនគិតថាមុខងារ AI ទាំងនេះមិនទាន់ចាំបាច់ទេហើយចង់បានតម្លៃធូរថ្លៃជាងនេះអាចងាកមកពិចារណា DJI OS4 Combo បានឥឡូវនេះយើងមានស្តុកស្រាប់ហើយជាមួយតម្លៃពិសេសជូនបងប្អូនតែម្ដងពេញចិត្តវីដេអូនេះកុំភ្លេចចុច like និង follow ផងណាជួបគ្នាជាមួយខ្ញុំ AI ពី Cambodia Aussie នៅវីដេអូក្រោយ